រូបមន្តស្វ័យគុណ power function អញ្ចឹងដើម្បីរកស្វ័យគុណនៃ2យើងមានរូបមន្តមួយដើម្បីស្វែងរកគឺសញ្ញាស្មើ power ណា power ហើយតបមកយើងដាក់វងចកគឺ number គឺនេះយើង select យកកន្លែង number មានន័យថាចំនួនប្រមាណលេខប្រមាណដែលយើងចង់រកស្វ័យគុណហើយស្វ័យគុណប្រមាណវាស្វ័យគុណ2ចឹងស្វ័យគុណ2អញ្ចឹងអឺស្វ័យគុណ2គឺស្មើនឹង4 3ហើយស្វ័យគុណនឹង2ស្វ័យគុណ2 3ស្វ័យគុណ2ស្មើនឹងប៉ុន្មាន9ណាដល់ទៀត7ស្វ័យគុណ2ស្មើនឹងដល់ក៏នឹង9អញ្ចឹងនេះគឺជារូបមន្តស្វ័យគុណឥឡូវនេះមួយទៀតស្វ័យគុណវាមានមិនមែនតែស្វ័យគុណ2ទេមានស្វ័យគុណ2ស្វ័យគុណ3ស្វ័យគុណ4ស្វ័យគុណ5ហើយមួយចឹងទៅវាហៅថានេះ2អញ្ចឹងស្វ័យគុណ2 3ស្វ័យគុណ3 4 7ស្វ័យគុណ4ចឹងទៅអញ្ចឹងដូចតែគ្នាទេ power ច number ដែលយើងហើយនេះស្វ័យគុណប្រមាណស្វ័យគុណ2ស្វ័យគុណ3អញ្ចឹងមក4អញ្ចឹងដូចគ្នាហើយ3ស្វ័យគុណ3នោះស្មើនឹង27អញ្ចឹងពីមកចឹងស្វ័យ2ស្វ័យគុណ2 4 3គុណ2គុណ3 27 ស្វ័យគុណ4 2401 10ស្វ័យគុណ5 11ស្វ័យគុណ6អញ្ចឹងស្វ័យគុណវាមានប៉ុណ្ណឹង